ក្រោយការបោះឆ្នោតខែកញ្ញាឆ្នាំ1955ស្ថានភាពរបស់ពួកកុម្មុយនីសខ្មែរមានលក្ខណៈត្រដាបត្រដួលខ្លាំងមែនទែននៅម្ខាងបកប្រជាជនដែលជាសាខាស្របច្បាប់នៃចលនាកុម្មុយនីសខ្មែរនឹងបានចូលរួមបោះឆ្នោតទទួលបានសម្លេងឆ្នោតតែ 4% ប៉ុណ្ណោះនៅម្ខាងទៀតបកប្រជាជនបដិវត្តកម្ពុជាដែលជាអង្គការលួចលាក់របស់ពួកកុម្មុយនីសនឹងដែលដឹកនាំដោយក្រុមទូសមិទ្ធសៀវហេងសៅភឹមនិងនួនជាបាត់បង់អស់រលីងបុព្វហេតុនៃការតស៊ូបណ្ដេញអាណានិគមបារាំងនិងប្រឆាំងរាជានិយមម្យ៉ាងពីព្រោះកម្ពុជាបានទទួលឯករាជ្យនៅថ្ងៃ9វិច្ឆិកា1953រួចបាត់ទៅហើយនិងម្យ៉ាងទៀតពីព្រោះគ្មានអ្នកណាគេព្រមមកចូលរួមធ្វើបដិវត្តហិង្សារំលំរបបរាជានិយមទេនៅពេលដែលរាជខ្មែរពេញមួយនគរកំពុងលើកដំកើងរាជានិយមសម្ដេចសីហនុនិងចលនាសង្គមរាស្ត្រនិយមយ៉ាងណាក៏ដោយស្ថានភាពដុនដាបខ្លាំងនៃចលនាកុម្មុយនីសខ្មែរក្រោយការបោះឆ្នោតខែកញ្ញាឆ្នាំ1955ជំរុញឲ្យថ្នាក់ដឹកនាំនៃចលនាបដិវត្តមួយនេះវិភាគស្ថានភាពទាញមេរៀនតាក់តែងយុទ្ធសាស្ត្រនិងពង្រឹងសកម្មភាពដើម្បីបន្តការតស៊ូក្នុងន័យនេះនៅលើវិស័យស្របច្បាប់ពួកកុម្មុយនីសបន្តសកម្មភាពនយោបាយជាចំហតទៅទៀតតាមរយៈវត្តមាននៃបកប្រជាជនទោះបីជាប្រជាប្រិយភាពរបស់បកមួយនេះបន្តស្រុតចុះក៏ដោយនៅលើវិស័យសកម្មភាពលួចលាក់វិញពួកកុម្មុយនីសសម្រេចលាតសន្ធឹងនិងពង្រឹងឥទ្ធិពលនៅទូទាំងប្រទេសតាមរយៈការបង្កើតគណៈកម្មាធិការចំនួន18មួយជាគណៈកម្មាធិការមជ្ឈិមដឹកនាំដោយសៀវហេងធ្វើសកម្មភាពលួចលាក់នៅក្នុងទីក្រុងភ្នំពេញរាយ17ផ្សេងទៀតជាគណៈកម្មាធិការជនបទស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទូសមិទ្ធធ្វើសកម្មភាពលួចលាក់នៅតាមខេត្តខណ្ឌពួកកុម្មុយនីសលាក់មុខសិតតែមានមុខរបររៀងៗខ្លួនភាគច្រើនជាគ្រូបង្រៀនអ្នកសារព័ត៌មានឬអ្នកនិពន្ធពួកគេមានភារកិច្ចបង្កើតសាខាតូចៗរបស់បកនិងជ្រើសរើសសមាជិកថ្មីនៅតាមកន្លែងធ្វើការរបស់ពួកគេម្នាក់ស្លុតសដែលលាក់មុខបម្រើបកនៅក្នុងរាជធានីជាគ្រូបង្រៀននៅសាលាឯកជនមួយឈ្មោះវិទ្យាល័យចម្រើនវិទ្យានិងមានតួនាទីសំខាន់ឡើងជាលំដាប់ក្នុងបេសកកម្មពង្រឹងរចនាសម្ព័ន្ធនិងសកម្មភាពរបស់បកចាប់ពីឆ្នាំ1955 1956ទៅហេតុអ្វីមូលហេតុទី1គឺមកពីកាលនោះទោះជាមិនទាន់មានមុខតំណែងខ្ពង់ខ្ពស់នៅក្នុងជួរបកប្រជាជនបដិវត្តកម្ពុជាដែលជាអង្គការកុម្មុយនីសលួចលាក់ក្តីក៏សឡុតសជាមនុស្សចំណឹកបំផុតរបស់ទូសមិទ្ធដែរត្បិតជាជំនួយការផ្ទាល់តែម្ដងរបស់ទូសមិទ្ធមូលហេតុទី2គឺមកពីសឡុតសដែលស្គាល់អ្នកដឹកនាំសំខាន់នៃបកប្រជាធិបតេយ្យដូចយ៉ាងឃ្លីងវ៉ាន់សាក់ឬជួនមុំជាដើមមានភារកិច្ចបញ្ចុះបញ្ចូលនិងប្រមូលយកពួកអ្នកឆ្វេងនិយមឲ្យមកចូលជាសមាជិកនៃចលនាកុម្មុយនីសរាយមូលហេតុទី3គឺមកពីសឡុតសស្គាល់តាំងពីនៅស្រុកបារាំងម្លេះពួកបញ្ញវន្តចំនួនថ្មីដែលអ្នកខ្លះបានក្លាយជាកុម្មុយនីសរួចស្រេចបាត់ទៅហើយពួកអ្នកទាំងនោះដែលមានដូចជាអៀងសារីខៀវធីរិតហ៊ូយុនខៀវសំផននិងស៊ុនសែនបានត្រឡប់មកដល់ស្រុកខ្មែរបណ្ដើវិញហើយចាប់ពីឆ្នាំ1956ទៅជាមួយការវិលត្រឡប់ពីស្រុកបារាំងមកដល់ស្រុកខ្មែរបណ្ដើវិញរបស់អៀងសារីខៀវធីរិតហ៊ូយុនខៀវសំផនស៊ុនសែនលាក់ពួកកុម្មុយនីសសម្រេចពង្រឹងនិងពង្រីកសកម្មភាពលួចលាក់នៅតាមសាលារៀនពីសាលាបឋមសិក្សារហូតដល់សាកលវិទ្យាល័យនៅភ្នំពេញពួកគេថែមទាំងបានបង្កើតសាលាឯកជនមួយផងឈ្មោះវិទ្យាល័យកម្ពុជាបិទបន្តិចម្ដងវិទ្យាល័យកម្ពុជាបិទคล้ายជាទីប្រមូលផ្ដុំคล้ายជាទីស្នាក់ការសម្ងាត់របស់ពួកកុម្មុយនីសពីព្រោះអៀងសារីខៀវសំផនហ៊ូយុននិងសឡុតសជាគ្រូបង្រៀនប្រចាំការឬជាគ្រូបង្រៀនម្ដងម្កាលនៅទីនោះទន្ទឹមនេះហ៊ូយុនក៏ជាសាស្ត្រាចារ្យនៅមហាវិទ្យាល័យច្បាប់ដែរខៀវពុនរីដែលបានរៀបការជាមួយសឡុតសនៅឆ្នាំ1956បង្រៀននៅវិទ្យាល័យស៊ីសវត្តរាខៀវធីរិតប្រពន្ធរបស់អៀងសារីវិញជាគ្រូបង្រៀននៅវិទ្យាល័យនរោត្តមចំណែកស៊ុនសែនវិញជាគ្រូបង្រៀនសាលាបឋមសិក្សាដោយសារតែការប្រឹងប្រែងរបស់ស៊ុនសែនបណ្ដាគ្រូបង្រៀន
នឹងបណ្ដាសាលាបឋមសិក្សាជាច្រើនคล้ายបន្តិចម្ដងទៅជាអ្នកគ្រប់គ្រងនិងជាជំរុកនៃមនោគមវិជ្ជាបដិវត្តកុម្មុយនីសដោយឡែកខៀវសំផនដែលបានត្រឡប់ពីបារាំងមកដល់ស្រុកខ្មែរវិញនៅឆ្នាំ1959បង្កើតសារព័ត៌មានជាភាសាបារាំងមួយឈ្មោះ L'Observateur មានន័យថាអ្នកសង្កេតការណ៍សារព័ត៌មាននេះចាប់ផ្ដើមមានឥទ្ធិពលទៅលើអ្នកចេះដឹងនៅទីក្រុងភ្នំពេញជាពិសេសពួកនិស្សិតអ្នកស្នេហាឧត្តមគតិម្យ៉ាងពីព្រោះខៀវសំផនក៏ដូចហ៊ូយុនឬក៏ដូចហ៊ូនឹមដែរជាបញ្ញវន្តដែលពួកគេគោរពម្យ៉ាងទៀតពីព្រោះខៀវសំផនសរសេរលើកដំកើងយុត្តិធម៌សង្គមតាមរយៈអត្ថបទអង្កេតដែលផ្ដោតទៅលើភាពក្រីក្រទៅលើអ្នកក្រដែលអ្នកមាននិងអ្នកមានអំណាចជិះជាន់និយាយបែបផ្សេង L'Observateur របស់ខៀវសំផនសរសេរលាតត្រដាងវិសមភាពសង្គមសារព័ត៌មាននេះคล้ายម្ដងបន្តិចទៅជាឧបករណ៍ឃោសនារបស់ក្រុមបញ្ញវន្តកុម្មុយនីសមកពីស្រុកបារាំងយ៉ាងណាក៏ដោយនៅចុងទសវត្សរ៍1960ថ្មីត្បិតតែពួកអនាគតមេខ្មែរក្រហមបានត្រឡប់ពីបារាំងមកដល់ស្រុកខ្មែរវិញហើយក៏ដោយក៏ឥទ្ធិពលនៃចលនាកុម្មុយនីសខ្មែរក្នុងប្រទេសកម្ពុជានៅតែខ្សោយមានកត្តាមួយចំនួនដែលអាចពន្យល់បាតុភិបនេះទី1ប្រជាជនតាមស្រែចម្ការស្រឡាញ់សម្ដេចសៀនុហើយមនោគមវិជ្ជាសង្គមរាស្ត្រនិយមរបស់សម្ដេចសៀនុឲ្យតម្លៃដល់រាស្ត្រសឹងស្រដៀងគ្នានឹងមនោគមវិជ្ជាកុម្មុយនីសដែលលើកដំកើងកសិករនិងកម្មករទី2ពួកបញ្ញវន្តកុម្មុយនីសដែលគ្មានអ្នកណាចេញពីស្រទាប់អ្នកក្រីក្រពិតប្រាកដសោះនោះស្ថិតនៅក្រោមការធ្វើទុកបុកម្នេញសឹងជាអចិន្ត្រៃយ៍របស់អាជ្ញាធរទី3កាលនោះបកប្រជាជនបដិវត្តកម្ពុជាដែលជាអង្គការលួចលាក់របស់ពួកកុម្មុយនីសខ្មែរនៅតែគ្មានរចនាសម្ព័ន្ធរឹងមាំដល់ឡើយមែនទែនទៅរហូតដល់ចុងទសវត្សរ៍1950ថ្នាក់ដឹកនាំបកប្រជាជនបដិវត្តកម្ពុជានៅតែជាពួកខ្មែរវៀតមិញដដែលមានដូចជាទូសមិទ្ធសៀវហេងនិងនួនជាដែលជាប្អូនជីដូនមួយរបស់សៀវហេងចំណែកសាឡុតសវិញកាលសម័យនោះគ្រាន់តែជាមនុស្សជំនិតរបស់ទូសមិទ្ធប៉ុណ្ណោះមិនទាន់មានទូនីតិខ្ពង់ខ្ពស់ជាផ្លូវការក្នុងជួរបកនៅឡើយទេប៉ុន្តែគេអាចនិយាយបានថាពួកក្រុមទូសមិទ្ធសៀវហេងនិងនួនជាស្នូលទីមួយបង្អស់នៃចលនាខ្មែរក្រហមនៅត្រង់ថានៅឆ្នាំ1960សាឡុតសคล้ายជាមេដឹកនាំបកលំដាប់ទី3និង3ឆ្នាំក្រោយមកគឺនៅឆ្នាំ1963คล้ายជាមេដឹកនាំបកលំដាប់ទី1តែម្ដងក្រោយមរណភាពរបស់ទូសមិទ្ធខ្ញុំនឹងលើកយកប្រធានបទនេះមកនិយាយបកស្រាយនៅសប្តាហ៍ក្រោយបកប្រជាជនបដិវត្តកម្ពុជាគឺជាឈ្មោះផ្លូវការទី1បង្អស់នៃចលនាកុម្មុយនីសខ្មែរដោយបានលើកឡើងរួចហើយថាបកប្រជាជនបដិវត្តកម្ពុជានេះកើតចេញពីការបំបែកបកកុម្មុយនីសឥណ្ឌូចិនជា3សម្រាប់វៀតណាមឡាវនិងកម្ពុជាក្នុងឆ្នាំ1951ក្រោយពេលដែលហ៊ូជីមិញបានសម្រេចឲ្យមានបកកុម្មុយនីសផ្ទាល់សម្រាប់ប្រទេសនីមួយៗនៅក្នុងដែនដីឥណ្ឌូចិនតែម្ដងក្រោយពីបង្កើតរួចហើយបកប្រជាជនបដិវត្តកម្ពុជាស្ថិតនៅក្រោមការដឹកនាំរបស់សឿនងុកមិញដែលជាប្រធានទូសមិទ្ធដែលជាអនុប្រធាននិងសៀវហេងដែលជាអគ្គលេខាធិការដោយបានលើកឡើងរួចហើយដែរថាក្រោយពីកម្ពុជាទទួលបានឯករាជ្យនៅខែវិច្ឆិកាឆ្នាំ1953ពួកកុម្មុយនីសខ្មែរបានបំបែកនិងបែកខ្ញែកគ្នានៅម្ខាងពួកខ្មែរវៀតមិញឆ្អិនឆ្អៅដែលដឹកនាំដោយសឿនងុកមិញកែវមូនីមេភូនិងរ៉ាត់សាមឿនព្រមទាំងយុទ្ធជនប្រមាណជាង 2000 នាក់បានសម្រេចចិត្តទៅរស់នៅវៀតណាមក្នុងក្រុមនេះមានវត្តមានរបស់ប៉ែនសវណ្ណដែលកាលនោះទើបតែមានអាយុ18ឆ្នាំនៅម្ខាងទៀតមានពួកកុម្មុយនីសដែលដឹកនាំដោយទូសមិទ្ធសៀវហេងនួនជានិងសៅភឹមជាដើមដែលបានសម្រេចចិត្តធ្វើសកម្មភាពលួចលាក់នៅក្នុងស្រុកខ្មែរនៅក្នុងក្រុមចុងក្រោយនេះក៏មានដែរសាឡុតសដែលកាលនោះគ្រាន់តែជាមនុស្សជំនិតម្នាក់របស់ទូសមិទ្ធប៉ុណ្ណោះយ៉ាងណាក៏ដោយកាលសម័យនោះពួកកុម្មុយនីសខ្មែរទាំងក្រុមរបស់សឿនងុកមិញនៅវៀតណាមទាំងក្រុមរបស់ទូសមិទ្ធនៅកម្ពុជាបន្តស្ថិតនៅក្រោមឥទ្ធិពលរបស់ពួកកុម្មុយនីសវៀតណាមដដែលតទៅទៀតមិនតែប៉ុណ្ណោះកាលសម័យនោះក្រុមរបស់សឿនងុកមិញនៅវៀតណាមក៏ដូចក្រុមរបស់ទូសមិទ្ធនៅកម្ពុជាដែរទទួលស្គាល់ថាថ្ងៃទី28មិថុនាឆ្នាំ1951ជាថ្ងៃកំណើតនៃបកប្រជាជនបដិវត្តកម្ពុជា
នឹងជាថ្ងៃនៃមហាសន្និបាតទី1របស់បកដោយឡែកក្រុមរបស់ទូសមិទ្ធនៅស្រុកខ្មែរជាអ្នករក្សានិងប្រើប្រាស់បកប្រជាជនបដិវត្តកម្ពុជាប្រហែលនៅឆ្នាំ1960ពីថ្ងៃទី28ដល់ថ្ងៃទី30កញ្ញាពួកក្រុមទូសមិទ្ធសម្រេចចិត្តធ្វើមហាសន្និបាតទី2របស់បកគឺជាអង្គប្រជុំសម្ងាត់ដែលប្រព្រឹត្តទៅនៅក្នុងទូរទស្សន៍ភ្លើងនៅស្ថានីយ៍រថភ្លើងទីក្រុងភ្នំពេញហេតុអ្វីចាំបាច់ធ្វើមហាសន្និបាតបកមានមូលហេតុធំពីរយ៉ាងម្យ៉ាងបកប្រជាជនបដិវត្តកម្ពុជាត្រូវដូរឈ្មោះជាបកពលករកម្ពុជាវិញឲ្យដូចគ្នាទៅនឹងបកកុម្មុយនីសវៀតណាមដែលកាលនោះបានដូរឈ្មោះជាបកពលករវៀតណាមម្យ៉ាងទៀតបកត្រូវជ្រើសអ្នកដឹកនាំជំនួសសៀវហេងដែលនៅក្នុងឆ្នាំ1959បានទៅចុះចូលជាមួយរបបសង្គមរាស្ត្រនិយមរបស់សម្ដេចសៀនុចូលរួមក្នុងមហាសន្និបាតបកលើកទី2នេះដែលប្រព្រឹត្តទៅដោយសម្ងាត់ក្នុងទូរទស្សន៍ភ្លើងនៅស្ថានីយ៍រថភ្លើងទីក្រុងភ្នំពេញមានពួកបដិវត្តកុម្មុយនីសខ្មែរ21នាក់ជាអាចទូសមិទ្ធនួនជានិងសឡុតសទូសមិទ្ធត្រូវបានតែងតាំងជាលេខាបកពលករកម្ពុជានួនជាត្រូវបានតែងតាំងជាលេខារងរបស់បកคล้ายជាសមាជិកគណៈមជ្ឈិមបកនៅពេលនោះគឺមានសឿនងុកមិញទូសមិទ្ធនួនជាសឡុតសនិងអៀងសេរីរាយកែវមាសនិងសភឹមគ្រាន់តែជាសមាជិកធម្មតាប៉ុណ្ណោះរបស់បកពីសមាជិកថ្មីនៃថ្នាក់ដឹកនាំបកពលករកម្ពុជាក្រោយមហាសន្និបាតលើកទី2នៃចលនាកុម្មុយនីសខ្មែរពីថ្ងៃទី28ដល់ថ្ងៃទី30កញ្ញាឆ្នាំ1960នេះគេអាចទាញយកការសន្និដ្ឋានមួយចំនួនទី1ករណីសឿនងុកមិញដែលគ្មានវត្តមាននៅក្នុងអង្គប្រជុំសម្ងាត់នោះទេនិងដែលទទួលបានតំណែងជាសមាជិកគណៈមជ្ឈិមបកនឹងគេដែរបង្ហាញយ៉ាងច្បាស់ថានៅឆ្នាំ1960នោះពួកកុម្មុយនីសខ្មែរបន្តស្ថិតនៅក្រោមឥទ្ធិពលរបស់ពួកកុម្មុយនីសវៀតណាមតទៅទៀតទី2ពួកកុម្មុយនីសវ័យក្មេងជាពិសេសពួកអតីតនិស្សិតដែលបានត្រឡប់ពីស្រុកបារាំងមកវិញចាប់ផ្ដើមក្តោបក្តាប់ក្រសោបយកបណ្ដាបកកុម្មុយនីសមកកាន់កាប់ជាក់ស្ដែងជាលើកទី1បង្អស់សឡុតសដែលជាផ្លូវការคล้ายជាសមាជិកគណៈមជ្ឈិមបកជាអ្នកដឹកនាំបកលំដាប់ទី3ក្រៅផ្លូវការនៅពីក្រោយទូសមិទ្ធនិងនួនជាជាក់ស្ដែងដូចគ្នាអៀងសេរីក៏ទទួលបានតំណែងជាសមាជិកគណៈមជ្ឈិមបកដែរប្រហែលដោយសារតែឥទ្ធិពលរបស់សឡុតសដែលជាបងថ្លៃនៅក្នុងនេះដូចគ្នាជាងដែរអ្នកដែលបានរៀបចំចាត់ចែងមហាសន្និបាតលាក់លៀមនេះនៅក្នុងទូរទស្សន៍ភ្លើងគឺជួនប្រសិទ្ធដែលជាប្អូនប្រុសរបស់ជួនមុំនិងដែលកាលនោះធ្វើការនៅអាយៈស្វាយៀនទីក្រុងភ្នំពេញនិយាយរួមឥទ្ធិពលនៅក្នុងចលនាកុម្មុយនីសកម្ពុជារបស់ពួកអតីតនិស្សិតស្រុកបារាំងដែលចាប់ពីឆ្នាំ1966ទៅសម្ដេចសៀនុហៅថាជាពួកមេខ្មែរក្រហមផ្ដើមកើនឡើងជាលំដាប់ចាប់ពីក្រោយអង្គប្រជុំសម្ងាត់ខែកញ្ញាឆ្នាំ1960នោះទៅដោយឡែកគឺចាប់ពីពេលនោះមកតែម្ដងដែលសឡុតសនួនជានិងអៀងសេរីផ្ដើមមានសន្ទុះចិត្តឃ្លាវខ្លានិងផ្ដើមមានមោទនភាពខ្លាំងក្លាចំពោះខ្លួនឯងត្បិតមិនទាន់មានអាយុ30ឆ្នាំល្អផងពួកគេបានទទួលតំណែងកម្រិតខ្ពស់បែបនេះនៅក្នុងជួរបកកុម្មុយនីសខ្មែរនោះគឺបកពលករកម្ពុជាក្រោយមកទៀតជាមួយការបាត់ខ្លួននៅថ្ងៃទី20កក្កដាឆ្នាំ1962របស់ទូសមិទ្ធសឡុតសคล้ายជាអ្នកដឹកនាំកំពូលនៃបកតើទូសមិទ្ធស្លាប់ដោយមូលហេតុអ្វីអាចស្លាប់ដោយត្រូវបានគេធ្វើឃាតដែរឬទេតើអ្នកណាជាអ្នកទទួលបានផលប្រយោជន៍ក្រោយមរណភាពរបស់ទូសមិទ្ធខ្ញុំនឹងនិយាយបកស្រាយរឿងនេះនៅសប្តាហ៍ក្រោយនៅថ្ងៃទី20កក្កដាឆ្នាំ1962ស្រាប់តែទូសមិទ្ធដែលធ្វើដំណើរត្រឡប់ពីហាណូយមកកម្ពុជាវិញបាត់ខ្លួនមេកុម្មុយនីសរូបនេះដែលកាលនោះជាលេខាបកពលករកម្ពុជាប្រហែលជាត្រូវបានចាប់ខ្លួនហើយត្រូវបានសម្លាប់ចោលនៅក្នុងព្រៃតើអ្នកណាខាងណាក្រុមណាជាអ្នកសម្លាប់ទូសមិទ្ធពួកកុម្មុយនីសខ្មែរជាទូទៅជាអាចសឡុតសខ្លួនឯងអះអាងថាគឺនគរបាលនៃរបបសង្គមរាស្ត្រនិយមរបស់សម្ដេចសៀនុជាអ្នកសម្លាប់ទូសមិទ្ធក៏ប៉ុន្តែតាមការគូបញ្ជាក់របស់អ្នកស្រាវជ្រាវ David Chandler កាលសម័យនោះខាងរាជរដ្ឋាភិបាលគ្មានអ្នកណាស្គាល់ឈ្មោះនិងស្គាល់មុខថ្នាក់ដឹកនាំពលករកម្ពុជា
ដែលជាអង្គការលួចលាក់នោះទេផ្ទុយទៅវិញសម្រាប់អ្នកស្រាវជ្រាវម្នាក់ទៀតគឺលោកស្រី Elizabeth Baker សៀវហេងដែលជាបងជីដូនមួយរបស់នួនជានិងដែលបានទៅចុះជួលជាមួយសម្ដេចសៀនុនៅឆ្នាំ1959ច្បាស់ជាផ្ដល់ព័ត៌មានសម្ងាត់ជាច្រើនជុំវិញចលនាកុម្មុយនីសខ្មែរដល់រាជរដ្ឋាភិបាលនៃរបបសង្គមរាស្ត្រនិយមប៉ុន្តែបើអញ្ចឹងមែនហេតុដូចម្តេចបានជាក្រោយការបាត់ខ្លួនរបស់ទូសមិទ្ធសមាជិកគណៈមជ្ឈិមបកឯទៀតដូចជានួនជាសឡុតសនិងអៀងសារីពុំត្រូវបាននគរបាលចាប់ខ្លួនឬសម្លាប់ចោលស្ងាត់ផងទៅដោយឡែកអ្នកស្រាវជ្រាវបញ្ញាខ្មែរក្រហមដ៏ល្បីល្បាញម្នាក់ទៀតនោះគឺ Ben Gapnen អះអាងថាសឡុតសជាអ្នកនៅពីក្រោយការបាត់ខ្លួនរបស់ទូសមិទ្ធត្រង់នេះ David Chandler ផ្ដល់ជាមតិថាសឡុតសអាចធ្វើដូច្នោះទៅបានទាល់តែកាលនោះសឡុតសមានអំណាចធំណាស់ David Chandler ពន្យល់បន្តទៀតថានៅពេលនោះសឡុតសគ្រាន់តែជាបងទី3ប៉ុណ្ណោះបន្ទាប់ពីទូសមិទ្ធដែលជាលេខាបកនិងនួនជាដែលជាលេខារងរបស់បកគូបញ្ជាក់ត្រង់នេះបន្តិចថាក្រោយមកទៀតរហូតដល់ឆ្នាំ1977ក្រៅតែពីនៅក្នុងរង្វង់ក្រុមមេដឹកនាំខ្មែរក្រហមកំពូលចេញគ្មានអ្នកណាដឹងឡើយថាប៉ុលពតគឺជាសឡុតសនិងគ្មានអ្នកណានឹកស្មានឃើញទាល់តែសោះថាសឡុតសមានល្បិចកលនយោបាយខ្ពស់ដល់ម្លឹងម្ល៉េះហើយគេប្រហែលជាអាចនិយាយបានថាកាលសម័យនោះនៅពេលដែលទូសមិទ្ធបាត់ខ្លួនសឡុតសទោះបីមានតំណែងត្រឹមជាបងទី3ក៏ដោយក៏អាចមានឥទ្ធិពលខ្លាំងក្លានៅក្នុងជួរបកពលករកម្ពុជាដែរជួកុំភ្លេចថាសឡុតសជាមនុស្សជំនិតរបស់ទូសមិទ្ធត្បិតធ្លាប់ធ្វើជាជំនួយការផ្ទាល់របស់ទូសមិទ្ធតែម្ដងជួកុំភ្លេចទៀតថានៅខែកញ្ញាឆ្នាំ1960នាយកមហាសន្និបាតទី2របស់បកក្នុងទូរទស្សន៍ភ្លើងនៅស្ថានីយ៍រថភ្លើងទីក្រុងភ្នំពេញអៀងសារីក្លាយជាសមាជិកគណៈមជ្ឈិមបកនិងមានឋានៈជាបងទី5ដោយសារតែឥទ្ធិពលរបស់សឡុតសដែលជាបងថ្លៃដូចគ្នាយ៉ាងដែរហើយយើងនឹងនិយាយលម្អិតនៅពេលបន្តិចទៀតនេះក្រោយការបាត់ខ្លួនរបស់ទូសមិទ្ធទៅសឡុតសដែលជាបងទី3សោះស្រាប់តែក្លាយជាលេខាបកដោយរំលងនួនជាដែលបន្តនៅជាបងទី2ដដែលទាំងអស់នេះអាចជាតេហីកខ្លះដែលស្ដែងឲ្យឃើញថានៅខែកក្កដាឆ្នាំ1962បើចង់ជួលដៃធ្វើឃាតទូសមិទ្ធសឡុតសអាចធ្វើទៅបានត្បិតក្តាប់អំណាចនិងព័ត៌មានបានគ្រប់គ្រាន់នៅផ្ទៃក្នុងបក